សន្តាគារដេកបែបពន្ធនាគារមួយយប់$130អ្នកស្នាក់នៅនឹងស្គាល់រសជាតិដូចជាប់គុកមែនទែនធ្លាប់តែឃើញសន្តាគារល្អប្រណិតពេញដោយសេវាកម្មទាន់ចិត្តតែមិនដឹងស្ថានមានសន្តាគារគុកដែលមិននឹកស្មានថាមានអ្នកហ៊ានចំណាយលុយចូលទៅស្នាក់នៅឲ្យស្គាល់អារម្មណ៍ដូចជាជាប់គុកមែនទែនសន្តាគារមួយនេះមានឈ្មោះថា Prison Inside Me ស្ថិតនៅហុងឈុនទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងដោយបន្ទប់នីមួយៗមានទំហំ5ម៉ែត្រការ៉េជាបន្ទប់សាមញ្ញគ្មានបង្អួចនិងគ្មានគ្រែឡើយមានតែកន្ទេលស្ដើងតុសរសេរនិងបន្ទប់ទឹកព្រមទាំងមិនមានគ្រឿងបរិក្ខារឬសេវាកម្មផ្សេងៗឡើយទូរស័ព្ទក៏ត្រូវហាមយកចូលដោយគេណែនាំឲ្យភ្ញៀវដែលចូលទៅស្នាក់នៅសរសេរកំណត់ហេតុប្រចាំថ្ងៃពិចារណានិងធ្វើយូហ្គាដើម្បីមានសេចក្តីសុខផ្លូវចិត្តចំណែកឯអាហារនឹងត្រូវលើកឲ្យតាមរយៈចន្លោះផ្នែកខាងក្រោមនៃទ្វារយ៉ាងណាមិញតម្លៃសម្រាប់ការស្នាក់នៅក្នុងសន្តាគារនេះគឺប្រហែល$130ក្នុងមួយថ្ងៃ24ម៉ោងហើយក្នុងនោះដែរមានអ្នកធ្លាប់ចំណាយលុយទៅស្នាក់នៅក្នុងនោះរហូតដល់ទៅ7ថ្ងៃឯណោះហើយពេលចេញមកវិញក៏មានអារម្មណ៍ថាផ្លូវចិត្តរបស់ខ្លួនល្អប្រសើរទៀតផងតម្លៃសន្តាគារនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ2013កន្លងទៅដោយអតីតមេធាវីខ្វុនយុកសុកនិងភរិយាក្នុងគោលបំណងផ្ដល់ជួយដល់មនុស្សឲ្យដកឃ្លាពីជីវិតដែលរងសម្ពាធនិងផ្សះផ្សាផ្លូវចិត្តខ្លួនឯងជាថ្មី